นมនេះស្មាញ់នៅតាមស្រុកស្រែជនបទមែនប៉ុន្តែមិនចង់ញ៉ាំពេលណាបានពេលហ្នឹងទេតើតពូគាត់នឹកឃើញអូសម៉ាស៊ីនកាត់ភូមិទើបបានញ៉ាំហើយតែគាត់មកហើយរំលងផ្ទះ4 10ក៏ដឹងដែរថាគាត់មកដល់ចិត្តសាប់ផ្សាយរបស់គាត់ចាំបាច់ដើរសួរតាមផ្ទះក៏មិនចាំបាច់ដាក់មីក្រូតាមផ្លូវដែរគាត់មើលតែកន្លែងណាតំណងបញ្ឆេះម៉ាស៊ីនចោលដឹងតែពី3នាទីទេអតិថិជនណាទៅរកគាត់ខ្លួនឯងហើយមានទាំងបាវទាំងឆ្នាំងទាំងកញ្ជើកាន់ទៅរកគាត់ទាំងអស់ហ្នឹងជាសម្ភារៈដាក់នំទេតែវត្ថុធាតុសំខាន់ដែលត្រូវធ្វើនំនេះបានណាមាន3ទី1អង្ករទី2ស្ករទី3លុយមានតែ3មុខហ្នឹងមកនំលីទាំងបាវទៅផ្ទះហ៎អង្ករមកកំប៉ុងស្ករមកកូនកែវធ្វើនំបានមួយបាវញ៉ាំបានមួយផ្ទះរកណាបានហ៊ានតែឲ្យពូវាយអង្ករមកកញ្ជើអីណាដឹងតែចែកគ្នាញ៉ាំពេញមួយភូមិតែថាវាយនំម្នាក់មកកំប៉ុងពីរកំប៉ុងនេះហាក៏អង្ករមិនតិចដែរបូកចូលគ្នានោះអូចេញនំឆ្ងាញ់មកហើយប៉ុណ្ណឹងឯងបានផ្អែមឆ្ងាញ់ញ៉ាំនំហ្នឹងក៏រើដែរនំណាធំសអត់ទៅផ្អែមទេតើតពណ៌រៀងស្អាតបន្តិចតូចបន្តិចកម្ៅបន្តិចហ្នឹងទៅផ្អែមដោយពូកំពុងតកាន់ហ្នឹងស្ករច្រើនណៃតែស្ករច្រើនជ្រុលអញ្ចឹងក្តៀនតែម្ដងក្តៀនកាហ្វេកពកហ្នឹងណារបស់កម្រហើយញ៉ាំហើយត្រើមគ្នាយកតែហ្នឹងទេតែវារៀងរឹងបន្តិចអត់ដូចនំដែលអត់សូវមានស្ករទេនំអត់សូវមានស្ករស្រួលញ៉ាំណាថាទៅម្យ៉ាងម្នាក់ទេបើអ្នកចូលចិត្តផ្អែមជ្រើសយកតូចបើអ្នកចូលចិត្តអត់សូវផ្អែមជ្រើសយកធំព្រោះនំហ្នឹងតវាយមកមួយបាវគឺមានផ្អែមនិងអត់សូវផ្អែមលាយគ្នាហើយព្រោះពិបាកនឹងលាយស្ករឲ្យស្មើណាហើយបើហ៊ានតែដាក់ស្ករច្រើនណាដឹងតែវាយអត់ចាញ់គាំងចំម៉ាស៊ីនវខូចទាំងនំខូចទាំងម៉ាស៊ីនអញ្ចឹងហើយពេលវាយនំម្ដងពូគាត់ប្រយ័ត្នណាគាត់មិនហ៊ានដាក់ស្ករឲ្យលើចំនួនទេខ្ញុំក៏ដូចគ្នាមិនដែលហ៊ានលាយស្ករជាមួយអង្ករហើយទេព្រោះអីខ្លាចថាដាក់ស្ករជ្រុលសុកចិត្តយកទៅឲ្យពូអ្នកវាយគាត់លាយឲ្យវិញគ្រាន់តែប្រាប់គាត់ថាយើងចង់បានរៀងផ្អែមបន្តិចទៅគាត់សេរីដាក់ឲ្យហើយព្រោះខ្លាចនំទុកធ្វើឲ្យខូចម៉ាស៊ីនគាត់មើលតែពេលគាត់កំពុងតែវាយនេះទៅគាត់ប្រយ័ត្នណាគាត់ខំកោផងគោះផងព្រោះតែពេលម៉ាស៊ីនខូចម្ដងដឹងតែខានបានញ៉ាំនំហើយបាញ់និយាយពីនំនេះវិញញ៉ាំពេលវាយហើយថ្មីក្តៅស្រួយហ្នឹងទៅឆ្ងាញ់ទុកយូរច្រើនថ្ងៃស្វិតលេងស្រួយហើយធម្មតាចង់ទុកឲ្យឆ្ងាញ់បានយូរត្រូវចង់មាត់បាវចិត្តកុំឲ្យខ្យល់ចូលឃើញខ្ញុំនិយាយហោហាយមកហ្នឹងតាមពិតខ្ញុំអត់មានបានវាយនំគេទេឥឡូវមកសុំនំក្មេងញ៉ាំមួយសិននិយាយថានំវ៉ាន់ពេញដៃទាំងសងខាងពូគាត់ចេះនឹកឃើញធ្វើអញ្ចឹងឲ្យក្មេងៗកាន់គ្រប់តែគ្នាហើយអ្នកដែលវាយហើយរត់ទៅផ្ទះហើយនំមកបាវយកតែដៃម្ខាងទេតាមមើលខ្លាចថាខ្ញុំសុំញ៉ាំហើយពិបាកមែនមនុស្សធំសុំរបស់កូនក្មេងនេះខ្ញុំនឹកឃើញថាខ្ជិលវាយព្រោះអីថ្ងៃហ្នឹងនៅតែពីរអ្នកម៉ែហ្នឹងតែឃើញអ្នកភូមិវាយនំជុំក្តារទៅមើលបន្តិចទៅដល់ពេលទៅដល់នំឈ្ងុយមិនឲ្យសុំក្មេងញ៉ាំចឹងម៉េចនំនេះបើសួរថាឆ្ងាញ់អត់ឆ្ងាញ់តាមបែបក្មេងកុំឃើញថាមានតាំងកនិងស្ករតែពេលបានញ៉ាំចេះតែជក់មាត់ម្ដុំហើយម្ដុំទៀតញ៉ាំអស់នំមួយបាវអត់ដឹងខ្លួនឥឡូវហើយមុនហ្នឹងសុំនំក្មេងញ៉ាំនៅកន្លែងវាយនំឥឡូវក្មេងយកនំមកដល់ផ្ទះតាមសុំគាត់ញ៉ាំទៀតសុំនំក្មេងញ៉ាំម្នាក់បន្តិចឆ្អែតហើយអរគុណច្រើនបាយ